Som Group Chimip Su, Primut and Oknia, Jiti Group Sraline. Tangani Channel Pum Kmau Som Luk Joke on P, Provot that on the Namanu Slap Mate May, Joke Mok to a cab on Hine Chun, Nabay, Jiti Sandap Hong, Nung Nabay Jim Net Dang Pong. No Chine, Nabay Jong Dang Ta, Ta, Provot that on the Namanu Slap Mate May, mean a rung rag and Provot Yang Nanu, so Rigidi Snap to Total. ការបើមានបុគ្គលស្លាប់ថ្មីថ្មីនៅលើផ្ទះអាចារ្យយោគីត្រូវរកទឹកមួយក្អមតូចនិងថ្មមួយដុំតូចហើយឲ្យធុក3សរសៃយកទៅដាក់ចុងជើងបុគ្គលស្លាប់រួចធ្វើឧបកិច្ចការពារដើម្បីកុំឲ្យអសូរកាយវាចូលទៅក្នុងរូបបុគ្គលនោះបានបើមិនដូច្នោះទេកាលណាដែលមានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះអសូរកាយនឹងចូលទៅក្នុងរូបបុគ្គលនោះជាពុំខានឡើយ បើមិនបានធ្វើដូច្នេះត្រូវពាត់សីមាបើបានពាត់សីមាហើយទោះមានឆ្មាខ្មៅលូតរំលងក៏មិនមានហេតុអ្វីកើតឡើងនោះដែរតាមជំនឿរបស់ខ្មែរថាអសូរកាយជាពួកបិសាចដែលតែងតែរង្គត់រកស៊ីគំរងហើយជួនកាលវាអាចលងបន្លាចមនុស្សផងក៏មានទើបគេត្រូវតែការពារបុគ្គលស្លាប់ដោយវិធីផ្សេងៗ គេតែងតែប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងចំពោះបុគ្គលស្លាប់ដូចនេះដើម្បីអ្វីគឺដើម្បីជៀសវាងអន្តរាយដោយដែលមានរឿងមួយដំណាលថានៅស្រុកមួយឆ្ងាយពីទីប្រជុំជនជាភូមិសម្បូរទៅដោយព្រៃស្ងាត់និងមានអាកាសធាតុត្រជាក់នៅតំបន់នោះមានផ្ទះមួយជាជំរកនៃមនុស្ស4នាក់គឺឪពុកម្ដាយនិងកូនប្រុស2នាក់ ដែលនៅក្នុងវ័យជំទង់ឪពុកចេញទៅរកស៊ីស្រុកឆ្ងាយយូរទៅវិលត្រឡប់មកផ្ទះម្ដងកូនប្រុស2នាក់នៅជាមួយម្ដាយថ្ងៃមួយជួនជាចៃដន្យម្ដាយមានជំងឺឈឺយ៉ាងធ្ងន់ធ្ងរក៏ធ្វើមរណការស្លាប់បាត់ទៅប្រជាជនដែលនៅភូមិជាមួយគ្នាក៏បាននាំគ្នាមកជួយចាត់ចែងបុណ្យធ្វើក្តារមឈូសនិងដាក់សាកសពរួចជាស្រេច ដល់ពេលល្ងាចក៏ត្រឡប់ទៅផ្ទះវិញផ្ទះសពនោះក៏ត្រូវនៅត្រមោចកំព្រាមានតែកូន2នាក់អុចភ្លើងបំផ្លងនៅចាំសពម្ដាយរងចាំដល់ភ្លឺនិងមានអ្នកជិតខាងមកជួយទៀតឯសពនៅក្នុងក្តារមឈូសនោះពុំទាន់បានពាត់សីមាឬធ្វើកិច្ចអ្វីមួយឡើយព្រោះពេលក៏ខោចនិងរោគអាចារ្យក៏ពុំទាន់ណាមួយផ្លូវកាត់ព្រៃ ហើយត្រូវនឹងពេលប្រលប់ជាពេលដែលសត្វសាហាវវាចេញរកស៊ីផងក្នុងរាត្រីនោះក្មេងទាំងពីរនាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយយប់កាន់តែស្ងាត់ទៅសត្វខ្លាញ់ស្រាកលលខ្មោចចេះតែបញ្ចេញសំឡេងសម្រែកគូឲ្យព្រឺក្បាលដែលវាតែងតែត្រាច់រង្គត់រកសាកសពនិងសត្វព្រៃជាអាហារ ឯពួកអសូរកាយក៏ធ្វើដំណើរដូចនេះដែរលុះមកប្រទះឃើញសពនៅក្នុងក្តារមឈូសដែលមិនទាន់មានសីមាការពារនៅឡើយក៏រំលះខ្លួនចូលទៅក្នុងរូបសពនោះខ្មោចដែលដេកនៅស្ដោស្ដឹងប្រៀបបានដូចជាដុំឈើនោះក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញហើយឬបំរាស់ប្រវេប្រវាចេញពីក្តារមឈូសកុមារបងប្អូនដេកនៅជិតក្តារមឈូសនោះតែប្អូន មិនដឹងការអ្វីច្រើនក៏ដេកលូទៅនៅតែកុមារដែលជាបងចេះតែមានការព្រួយបារម្ភលុះឮសូរខ្មោចនោះឬក្នុងក្តារមឈូសវាចេះតែលួចសម្លឹងមើលក្តារមឈូសនោះមិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលចេញពីក្តារមឈូសកុមារបងឃើញដូច្នោះភ័យណាស់កន្ត្រាក់ដៃប្អូនរត់ចេញពីផ្ទះប្អូនក៏ស្ទុះទៅតាមបងទាំងសឿងមើល បងនិយាយបណ្ដើរត់បណ្ដើប្រាប់អូនកុំឲ្យងាកក្រោយឲ្យសោះក្មេងទាំងពីរនាក់រត់ទៅមិនយូរប៉ុន្មានខ្មោចនោះក៏លូតចុះចេញតាមពីក្រោយទៅដែរឃើញដូច្នោះក្មេងទាំងពីរខំរត់សម្ដៅទៅវត្តព្រោះគិតឃើញថាមានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតពីអន្តរាយនេះបានអសូរកាយលុះទៅតាមដល់របងវត្តឃើញសីមាវត្តវាក៏មិនហ៊ានចូលក៏ចេញពីរូបសាកសពនោះទៅ ឯសាកសពនោះក៏ដួលរលំនៅជ្រងាងនៅទីនោះឯងលុះព្រឹកឡើង
ព្រះសង្ឃនិងអ្នកស្រុកដឹងរឿងក៏ផ្អើលមកមើលហើយនាំគ្នាលើខ្មោចនោះទៅបូជានិងធ្វើកិច្ចរំងាប់ចង្រៃគ្រប់បែបយ៉ាងតាមទំនៀមទម្លាប់ដោយខ្លាចមានហេតុការណ៍អាក្រក់ចង្រៃចៃដន្យដោយរឿងដំណើរនេះឯងទើបចាស់បុរាណបានបង្គាប់គ្នាឲ្យធ្វើកិច្ចផ្សេងនិងឲ្យពាត់សីមាជាចាំបាច់ដើម្បីការពារទុកជាមុនរបៀបនេះក៏បានជាប់ជាទំនៀមទម្លាប់រហូតតរៀងមក